សួស្តីអ្នកទាំងអស់គ្នាវិលត្រឡប់មកវិញម្ដងទៀតជាមួយនឹងវីដេអូថ្មីហើយថ្ងៃនេះដែរយើងនឹងធ្វើការសិក្សាទៅលើប្រវត្តិតួអង្គម្នាក់នៅក្នុងរឿង Attack on Titan ដែលខ្ញុំស្រឡាញ់ខ្លាំងមែនទែនគឺ Eren Yeager អញ្ចឹងដោយសារតែប្រវត្តិរបស់ Eren រៀងវែងគួរសមដែរខ្ញុំនឹងធ្វើការបែងចែកប្រវត្តិរបស់ Eren នេះជា3ភាគអញ្ចឹងឆ្លៀតឱកាសក្នុងពេលចូលឆ្នាំខ្មែរខាងមុខនេះខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាជួបតែសេចក្តីសុខពេញមួយឆ្នាំតែម្ដងអញ្ចឹងកុំឲ្យខាតពេលអ្នកទាំងអស់គ្នាយូរយើងចូលទៅស្ដាប់ប្រវត្តិរបស់ Eren ទាំងអស់គ្នាEren Yeager គឺជាក្មេងប្រុសម្នាក់ដែលបានកើតនៅក្នុង Singarsina District ដែលស្ថិតនៅក្នុងផ្នែកមួយនៃជញ្ជាំង Maria ដែលមាន Kala Yeager គឺជាម្ដាយនិង Krista Yeager គឺជាឪពុក Eren មានប្អូនស្រីចិញ្ចឹមម្នាក់ឈ្មោះ Mikasa Ackerman និងមិត្តល្អម្នាក់ឈ្មោះ Armin Allard Armin គឺជាមនុស្សម្នាក់ដែលបាន inspire ឲ្យ Eren មានក្តីស្រមៃកាន់តែខ្លាំងនិងចង់ចេញទៅក្រៅជញ្ជាំងដ៏ធំមួយនេះដើម្បីមើលឃើញពិភពលោកដ៏ស្រស់ស្អាតនៅខាងក្រៅហើយ Armin និង Eren ថែមទាំងមានក្តីប្រាថ្នាចង់ចុះឈ្មោះជាសមាជិកនៃក្រុម Scott Regiment នៅពេលដែលពួកគេគ្រប់អាយុទៀតផងនៅអាយុ9ឆ្នាំ Eren បានជួយសង្គ្រោះជីវិត Mikasa Ackerman ពីការចាប់ចម្រិតរបស់ក្រុមចៅមួយនៅក្នុងដំណើរទៅសួរសុខទុក្ខគ្រួសារ Ackerman Dr. Yeager និង Eren បានប្រទះឃើញឪពុកម្ដាយរបស់ Mikasa ត្រូវបានដេកស្លាប់នៅក្នុងថ្លុកឈាមទៅហើយក៏ប៉ុន្តែពួកគេមិនបានរកឃើញ Mikasa នោះទេ Dr. Yeager បានឲ្យ Eren នៅចាំនៅជើងភ្នំហើយគាត់នឹងប្រញាប់ទៅរកក្រុមប៉ូលីស Regiment ដើម្បីធ្វើការស៊ើបអង្កេតទៅលើរឿងក្តីនេះតែទោះបីជាយ៉ាងណាក៏ដោយ Eren ចង់រកក្មេងស្រីម្នាក់ដែលបានបាត់ខ្លួននោះឲ្យកាន់តែឆាប់តាមដែលអាចធ្វើបាន Eren ក៏សម្រេចចិត្តដើរទៅតាមដានដែលបន្សល់ទុកដោយក្រុមចៅនោះរហូតដល់ផ្ទះឈើមួយនៅជិតព្រៃនៅក្បែរនោះ Eren បានឃើញ Mikasa ត្រូវបានគេចងជាប់ហើយដាក់ឲ្យដេកទៅនឹងដីដោយមានអ្នកយាម2នាក់គេក៏បានដើរចូលទៅក្នុងផ្ទះហើយចៅនោះក៏បានសួរ Eren ថាទៅណា Eren ក៏បានប្រាប់ចៅនោះថាខ្លួនវង្វេងផ្លូវហើយដោយក្តីអាណិតចៅនោះក៏បានអោនចុះហើយនិយាយលួងលោមទៅកាន់ Eren ប៉ុន្តែនៅពេលនោះ Eren ក៏បានទាញកាំបិតដែលលាក់នៅក្រៅខ្នងហើយកាត់ចំបំពង់កវាតែម្ដងភ្លាមEren ក៏រត់ចេញពីបន្ទប់នោះតែម្ដងដែលចៅម្នាក់ទៀតកំពុងតែដើររក Eren ដោយដៃភ្ជាប់នឹងពូថៅ Eren ក៏បានចងកាំបិតខ្លួនឯងជាមួយនឹងអំបោះហើយបានចាក់សម្លាប់ចៅនោះដោយពោពេញទៅដោយកំហឹងបន្ទាប់ពីនោះ Eren បានជួយស្រោចចំណង Mikasa បានសម្រេចក៏ប៉ុន្តែចៅម្នាក់ទៀតក៏បានបង្ហាញខ្លួនមកភ្លាមហើយនឹងចាប់ Eren បំរុងនឹងសម្លាប់ចៅទៅហើយ Eren បានខំស្រែកប្រាប់ Mikasa ទាំងត្រដកខ្យល់ថាឆាប់ងើបឡើងប្រយុទ្ធនឹងវាបើសិនជាយើងឈ្នះយើងនឹងរស់បើយើងចាញ់នោះយើងនឹងស្លាប់បើនាងមិនងើបឡើងប្រឈមមុខនឹងវានោះទេនាងនឹងគ្មានថ្ងៃឈ្នះវានោះទេ Mikasa លើកកំបិតដែលបានជ្រុះនោះឡើងហើយនិយាយនៅក្នុងចិត្តថាប្រហែលជាខ្ញុំមិនអាចធ្វើវាបានទេសុំទោស Eren ក៏ប៉ុន្តែនៅពេលដែលនាងបានឃើញ Eren ហាក់បីដូចជាបាត់បង់ស្មារតីទៅហើយពេលនោះហាក់បីដូចជាមានថាមពលអ្វីម្យ៉ាងជំរុញឲ្យ Mikasa មានថាមពលរត់ទៅចាក់បុរសនោះពីក្រោយខ្នងទម្លុះដល់បេះដូងបណ្ដាលឲ្យវាស្លាប់ភ្លាមនៅមួយកន្លែងតែម្ដងនៅពេលដែល Dr. Yeager ត្រឡប់មកវិញជាមួយនឹងប៉ូលីសអ្វីៗទាំងអស់ត្រូវបានចាប់បាត់អស់ទៅហើយ Dr. Yeager បានស្ដីបន្ទោស Eren យ៉ាងខ្លាំងដោយសារទង្វើមិនចេះគិតមុខគិតក្រោយរបស់ Eren ក៏បានសុំទោសទៅលោកឪពុកដែលធ្វើឲ្យឪពុកខកចិត្តនិងមានវិប្បដិសារីយ៉ាងខ្លាំងចំពោះការលើកដៃសម្លាប់ចោលទាំងនេះនៅពេលដែលមើលទៅ Mikasa ហាក់បីដូចជាកំពុងតែរងា Eren បានយកកន្សែងដែលជាប់នឹងកខ្លួនឯងទៅបង់ឲ្យ Mikasa ភ្លាម Dr. Yeager ក៏បានហៅ Mikasaឲ្យមករស់នៅជាមួយនឹងគ្រួសាររបស់គាត់ Eren ក៏យល់ព្រមឲ្យ Mikasa មករស់នៅជុំគ្នាដោយគ្មានភាពស្ទាក់ស្ទើរហើយក៏បានហៅ Mikasa ត្រឡប់ទៅផ្ទះវិញជុំគ្នាទៀតផងនៅក្នុង The Fall of Singarsina Arc Mikasa ក៏បានដាស់ Eren ឲ្យភ្ញាក់ពីសុបិនដ៏អាក្រក់នៅក្រោមដើមឈើមួយនៅជីក្រុងពួកគេទាំងពីរនាក់ក៏បានដើរត្រឡប់ទៅក្នុងក្រុង Eren ក៏បានបញ្ចេញអារម្មណ៍ដោយកំហឹងដោយសារតែពួកគេរាល់ថ្ងៃរស់នៅដូចជាសត្វធាតុដែលជាប់នៅក្នុងទ្រុងអញ្ចឹងហើយក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងការចូលរួមជាមួយនឹងក្រុម Scott Regiment ដើម្បីធ្វើការសម្លាប់ Titan ទៀតផង Mikasa ក៏បានដាល់ Eren មួយដៃបន្ទាប់ពីស្ដាប់ពាក្យទាំងនេះហើយ Mikasa ក៏បានយករឿងទាំងនេះទៅប្រាប់ម្ដាយរបស់ Eren ផងដែរ Kala ដែលជាម្ដាយខឹងនឹង Eren យ៉ាងខ្លាំងពីរឿងនេះនិងបដិសេធមិនឲ្យ Eren ចូលទៅក្នុងក្រុមនេះជាដាច់ខាតការងារនៅក្នុងក្រុម Scott Regiment នេះគឺប្រថុយប្រថាននឹងការស្លាប់មែនទែន Kala បានទៅអង្វរឲ្យ Krista ជួយពន្យល់ពីបញ្ហានេះទៅដល់ Eren ប៉ុន្តែ Krista បដិសេធហើយក៏បានប្រាប់ថាគាត់នឹងចាក់ចេញពីផ្ទះពី3ថ្ងៃហើយនៅពេលដែលគាត់ត្រឡប់មកវិញគាត់នឹងបង្ហាញពីអាថ៌កំបាំងដែលគាត់បានលាក់ទុកនៅក្នុងបន្ទប់ក្រោមដីនោះទៅដល់ Eren ពួកគេទាំង3នាក់ក៏បានជួនដំណើរ Krista ទៅបន្ទាប់ពីនោះKala ក៏បានរំលឹក Eren ថាគាត់នឹងមិនឲ្យ Eren ចូលរួមនៅក្នុងក្រុម Scott Regiment ឡើយ Eren ក៏បានរត់គេចចេញពីម្ដាយប៉ុន្តែពេលនោះ Mikasa ក៏បានរត់ទៅតាមដែរ Eren ដែលកំពុងរត់នឹង Mikasa នោះបានធ្វើឲ្យក្មេងៗដែលកំពុងធ្វើបាប Armin ភ័យរត់បាត់អស់ទៅ Eren ហុចដៃឲ្យ Armin ងើបឡើងក៏ប៉ុន្តែ Armin បដិសេធហើយបានបញ្ចេញអារម្មណ៍មិនសប្បាយចិត្តពីគុណវិបត្តិខ្លួនឯងនេះហើយក៏បានបន្ទោសខ្លួនឯងថាជាមនុស្សទន់ខ្សោយបន្ទាប់ពីនោះពួកគេក៏បានធ្វើដំណើរមកកាន់មាត់ទន្លេមួយនៅ Singarsina
ដែលជាកន្លែងដែល Eren បង្ហាញពីមហិច្ឆតាខ្លួនឯងក្នុងការចូលរួមបម្រើនៅក្នុងក្រុម Scott Regiment មានរន្ទះបាញ់ចុះមកយ៉ាងខ្លាំងដែលគួបផ្សំជាមួយនឹងការរញ្ជួយដីយ៉ាងខ្លាំងផងដែរ Eren, Armin និង Mikasa និងប្រជាជនផ្សេងទៀតកំពុងតែនៅចំកណ្ដាលនៃក្រុងមួយនេះពួកគេតក់ស្លុតយ៉ាងខ្លាំងនៅទស្សនវិជ្ជាដែលពួកគេបានឃើញTitan មួយដែលធំជាងជញ្ជាំង Maria ទៀត Titan ដែលធំជាងជញ្ជាំងនោះបានទាត់ខ្លោងទ្វារនៃជញ្ជាំង Maria នោះឲ្យធ្លុះខ្ទេចខ្ទីតែម្ដងហើយមាន Titan តូចៗផ្សេងទៀតរត់ចូលមកវាយប្រហារទីក្រុងនេះតែម្ដងហើយបំណែកថ្មដែលបាក់ពីខ្លោងទ្វារនោះក៏បានហោះទៅបុកនឹងផ្ទះប្រជាជនជាច្រើននៅក្នុង Singarsina District នេះផងដែរ Eren និង Mikasa ប្រញាប់រត់ទៅផ្ទះយ៉ាងលឿនស្របពេលដែល Titan កំពុងសម្រុកចូលមកក្នុងក្រុងមួយនេះផងដែរនៅពេលដែលមកដល់ផ្ទះ Eren បានឃើញផ្ទះខ្លួនឯងត្រូវបានខ្ទេចខ្ទីដោយសារថ្មមួយដុំតែអ្វីដែលគួរឲ្យសោកស្ដាយជាងនេះទៅទៀតនោះគឺម្ដាយរបស់ Eren ត្រូវបានដុំថ្មសង្កត់លើជើងមិនអាចកម្រើកបាននោះទេ Eren សន្យាជាមួយនឹងម្ដាយថានាំគាត់ទៅកន្លែងដែលមានសុវត្ថិភាពស្របពេលដែលប្រកែកគ្នានោះ Titan រូបស្រស់មួយក៏បានដើរមកសម្ដៅមករកពួកគេនៅពេលនោះ Hannes ក៏បានមកដល់ Kala ក៏បានសូមអង្វរឲ្យ Hannes នាំក្មេងៗរត់ទៅ Hannes បំរុងនឹងរត់ទៅកាប់ Titan នោះទៅហើយក៏ប៉ុន្តែគាត់ក៏បានបដូរចិត្តភ្លាម Hannes ក៏បានរត់មកលើក Eren និង Mikasa ដើម្បីរត់ទៅរកកន្លែងសុវត្ថិភាពទៅវិញនៅពេលដែលនៅលើស្មា Hannes នោះហើយគឺជាពេលដែល Eren បានឃើញ Titan ស្រីនោះចាប់ស៊ីម្ដាយខ្លួនឯងទាំងរស់ដោយផ្ទាល់ភ្នែក Eren ខឹងនឹង Hannes យ៉ាងខ្លាំងហើយក៏បានវាយទៅកាន់គាត់ផងដែរដោយបន្ទោស Hannes យ៉ាងខ្លាំងដែលទុកឲ្យម្ដាយខ្លួនស្លាប់ Hannes ក៏បានតបទៅ Eren ថាទោះបីជាឯងមានភាពក្លាហានក្នុងការប្រយុទ្ធក៏ដោយប៉ុន្តែឯងគ្មានកម្លាំងសម្រាប់ប្រយុទ្ធតតាំងជាមួយពួកយក្សទាំងនោះទេតែយើងវិញយើងមានកម្លាំងសម្រាប់ប្រយុទ្ធតតាំងនឹងពួកវាទៅហើយប៉ុន្តែអ្វីដែលយើងគ្មាននោះគឺភាពក្លាហានសម្រាប់តតាំងជាមួយនឹងពួកវាបន្ទាប់ពីហេតុការណ៍នោះហើយ Eren, Armin និង Mikasa ហើយពួកគេក៏បានឡើងលើទូកសម្រាប់ជំនះប្រជាជននោះ Eren បានដឹងក្នុងចិត្តច្បាស់ណាស់ថានេះប្រហែលជាលើកចុងក្រោយហើយដែលខ្លួនបានឃើញស្រុកកំណើតខ្លួនដោយផ្ទាល់ភ្នែកបែបនេះហើយថែមទាំងសច្ចាក្នុងចិត្តថាខ្លួននឹងសម្លាប់ Titan ដែលមាននៅលើផែនដីនេះឲ្យអស់តែម្ដងបន្ទាប់ពីការបែកបាក់នៃជញ្ជាំង Maria នេះ Krisa បានរកឃើញ Eren និងនាំ Eren ទៅកាន់ព្រៃមួយកន្លែងហើយគាត់ក៏បានផ្ដាំទៅ Eren ឲ្យប្រើប្រាស់ថាមពលដែលគាត់ផ្ដល់ឲ្យនេះដើម្បីវាយដណ្ដើមជញ្ជាំង Maria មកវិញ Krisa ក៏បានចាក់ថ្នាំប្រើ Eren ទៅជា Titan ហើយ Eren នៅក្នុងទម្រង់ជា Titan នោះក៏បានចាប់ Krisa ស៊ីនិងស្នងថាមពល Attack Titan ជាពីពេលនោះទៅបន្ទាប់ពីការបែកបាក់នៃជញ្ជាំង Maria អស់រយៈពេល2ឆ្នាំ Eren, Armin និង Mikasa បានទៅធ្វើជាកសិកររហូតដល់ពួកគេគ្រប់អាយុចុះឈ្មោះចូលជាទាហាននៅក្រោមការគ្រប់គ្រងរបស់មេបញ្ជាការម្នាក់ឈ្មោះ Kate Shadis នៅទីនោះហើយដែល Eren បានរំលឹកពីគោលដៅរបស់ខ្លួនដែលចង់សម្លាប់ Titan ទាំងអស់និងដណ្ដើមយកជញ្ជាំង Maria មកវិញនៅពេលដែលអាហារពេលល្ងាចបានមកដល់ Eren បាននិយាយពីការបែកបាក់នៃជញ្ជាំង Maria ទៅឲ្យមិត្តរួមក្រុមស្ដាប់ Eren ឈឺចាប់យ៉ាងខ្លាំងនៅពេលដែលនឹកឃើញទស្សនវិជ្ជាដែល Titan ស្រីនោះចាប់ម្ដាយខ្លួនឯងស៊ីម្ដងនោះព្រឹកឡើងក៏ជាថ្ងៃដែលបេក្ខជនទាំងអស់ត្រូវតេស្តសមត្ថភាពដោយទប់លំនឹងខ្លួនជាមួយនឹង Omnidirectional Mobility Gear ដែលខ្ញុំសូមហៅថា ODM Gear តែម្ដងដើម្បីងាយស្រួលហៅ Eren ក៏បរាជ័យនៅក្នុងការទប់លំនឹងខ្លួនជាលើកដំបូងនៅពេលដែល Eren សាកល្បងជាលើកទី2បន្ទាប់ពីបានការណែនាំពី Armin និង Mikasa Eren ក៏នៅតែមិនអាចទប់លំនឹងខ្លួនឯងបានហើយថែមទាំងបោកក្បាលទៅនឹងដីទៀតផងដែលធ្វើឲ្យអ្នកផ្សេងទៀតនៅក្នុងក្រុមក៏បានសើចចំអក Eren យ៉ាងខ្លាំងទៅពេលដែលត្រឡប់ទៅកន្លែងសម្រាកវិញ Eren និង Armin ក៏បានទៅលេង Rainer និង Boruto ដើម្បីសុំការណែនាំពីពួកគេទាំង4នាក់ក៏បាននិយាយគ្នាលេងហើយក៏បានរាប់អានគ្នាជាមិត្តភក្តិផងដែរព្រឹកស្អែកឡើងមេបញ្ជាការនោះក៏បានផ្ដល់ឱកាសឲ្យ Eren ដើម្បីសាកល្បងទប់លំនឹងខ្លួនម្ដងទៀត Eren ដូចជាអាចទប់លំនឹងខ្លួនបានទៅហើយតែបន្ទាប់ពីប្រមាណវិនាទីក្រោយមក Eren ក៏បានបាត់បង់ការគ្រប់គ្រងនៅលើ ODM Gear ហើយក៏ធ្លាក់ចុះមកវិញពេលនោះ Shadis ក៏បានឲ្យ Eren ផ្លាស់ប្ដូរ ODM Gear ជាមួយនឹង Thomas ហើយ Eren ក៏អាចទប់លំនឹងខ្លួនបានយ៉ាងងាយ Shadis ក៏បានបង្ហាញ Eren ថា mobility ដែលខ្លួនប្រើមុននេះគឺវាបានខូចទៅហើយបន្ទាប់ពីនោះ Eren បានខំហ្វឹកហាត់យ៉ាងខ្លាំងទាំងក្បាច់គុណនិងការប្រើប្រាស់ ODM Gear រហូតបាន graduate ក្នុងនាមជា top 10 នៅក្នុងចំណោមបេក្ខជន104នាក់ផ្សេងទៀតបន្ទាប់ពីការ graduate ហើយEren និងសមាជិកក្រុមដទៃទៀតត្រូវបានគេចាត់ឲ្យទៅសម្អាតកាំភ្លើងធំនៅលើជញ្ជាំង Rose ភ្លាមនោះ Colossal Titan ក៏បានប្រកាសខ្លួនឡើងនៅមុខពួកគេក្រោយពីបាត់មុខអស់រយៈពេល5ឆ្នាំបន្ទាប់ពីការបែកបាក់នៃជញ្ជាំង Maria មិនចាំយូរ Eren ក៏បានប្រើប្រាស់ ODM Gear ហើយហោះបំរុងនឹងទៅកាប់ក Colossal Titan នោះទៅហើយតែ Colossal Titan នោះមិននឹងបាត់ទៅណាភ្លាមនៅសល់តែចំហាយផ្សែងជាមួយនឹងប្រហោងដ៏ធំនៅច្រកទ្វារចូលក្រុង Tross មួយនោះហើយ Colossal Titan ក៏បានកំទេចកំភ្លើងធំដែលនៅលើជញ្ជាំង Rose នោះទៀតផង
បន្ទាប់ពីហេតុការណ៍ធ្លុះចិញ្ចែននេះកើតឡើងភ្លាមសមាជិកដែលទៅតែ graduate ទាំងអស់ត្រូវបានបែងចែកគ្នាដើម្បីឲ្យទៅសម្លាប់ Titan តែជាអកុសល Eren ក៏ត្រូវបាន Titan មួយលេបចូលទៅក្នុងពោះនៅពេលដែលព្យាយាមជួយ Armin កុំឲ្យ Titan នោះស៊ីនៅក្នុងពោះ Titan នោះ Eren បានឃើញទាហានជាច្រើនត្រូវបានដេកស្លាប់ហេតុការណ៍ទាំងនេះហើយបានធ្វើឲ្យ Eren នឹកឃើញដល់គោលដៅរបស់ខ្លួនក្នុងការកម្ចាត់ Titan ឲ្យអស់ពីលើលោកនេះកំហឹងដ៏ខ្លាំងគូផ្សំនឹងការឈឺចាប់ទាំងនេះហើយបានធ្វើឲ្យ Eren ប្រែខ្លួនទៅជា Attack Titan ហើយបានទម្លុះខ្លួនចេញពី Titan នោះតែម្ដង Eren ដែលនៅក្នុង form ជា Attack Titan នោះបានដើរសម្លាប់ Titan ទាំងអស់ដែលនៅពាំងមុខខ្លួនគ្មានសល់នឹងថែមទាំងបានជួយមីកាសាពី Titan មួយទៀតដោយមិនបានដឹងខ្លួនលើសពីនេះទៅទៀត Eren បានជួយក្រុមរបស់ខ្លួនដោយបានសម្លាប់ Titan ដែលជាឧបសគ្គក្នុងការផ្លាស់ប្ដូរធំហ្គាសរបស់ ODM Gear នៅ HQ ផងដែរបន្ទាប់ពីបានសម្លាប់ Titan ទាំងនោះហើយ Eren ដែលនៅក្នុង form ជា Attack Titan ហាក់បីដូចជាអស់កម្លាំងជាខ្លាំងហើយក៏បានដួលនឹងដីភ្លាមនោះ Eren ក៏បានផុសចេញពីកញ្ចឹងករបស់ Attack Titan នោះផងដែរនិងបានបាត់បង់ស្មារតីភ្លាមនៅក្នុងដៃមីកាសាដែលហេតុការណ៍ទាំងនេះហើយធ្វើឲ្យគ្រប់គ្នានៅទីនោះsurprise ខ្លាំងមែនទែនបន្ទាប់ពីភ្ញាក់ពីសន្លប់មកវិញ Eren, Armin និង Mikasa កំពុងតែត្រូវបានក្រុមទាហានដែលមានបំណងចង់ប្រហារជីវិតរបស់ Eren ដោយសារតែថាមពលដ៏ចម្លែករបស់ Eren នោះដោយសារតែ Eren គ្មានការចងចាំនៅពេលខ្លួនជា Titan នោះ Eren មិនអាចឆ្លើយសំណួរដែលពួកទាហាននោះសួរមកកាន់ Eren ឲ្យស្របទៅតាមហេតុផលនោះទេពួកទាហានទាំងនោះក៏បានសម្រេចចិត្តបាញ់ Eren មួយគ្រាប់តែ Eren បានខំដៃខ្លួនឯងក្នុងគោលបំណងប្រែខ្លួនទៅជា Titan ដើម្បីការពារ Armin និង Mikasa កំឡុងពេលដែលពួកទាហានកំពុងដាក់គ្រាប់រៀបនឹងបាញ់មកពួកគេម្ដងទៀតនោះ Eren បានប្រាប់ទៅ Armin និង Mikasa ថាខ្លួននឹងប្រើប្រាស់ថាមពលមួយនេះដើម្បីទៅកាន់ជញ្ជាំង Maria ក្នុងគោលបំណងកោះកកាយនៅឥតកំបាំងទាំងឡាយដែលឪពុករបស់ខ្លួនបានបន្សល់ទុកនៅក្នុងបន្ទប់ក្រោមដីក្នុងផ្ទះរបស់គេនោះដោយខ្លួនឯងតែម្ដងតែភ្លាមនោះលោកបញ្ជាការភិកស៊ីក៏បានបញ្ឈប់សកម្មភាពនោះភ្លាមហើយក៏បានហៅពួកគេទាំង3នាក់មកសួរនាំដោយខ្លួនឯងផ្ទាល់តែម្ដងបន្ទាប់ពីពិភាក្សាគ្នាចប់ហើយមេបញ្ជាការភិកស៊ីបានសម្រេចចិត្តឲ្យអ្នកទាំងអស់គ្នាការពារ Eren ដើម្បីដណ្ដើមយកជញ្ជាំង Rose មកវិញដោយយកដុំថ្មមួយទៅបិទនៅច្រកចូលដែលបានធ្លុះនៅមុននោះនៅក្នុងបេសកកម្មនោះ Eren ក៏បានប្រែខ្លួនទៅជា Titan ប៉ុន្តែគេក៏បានបាត់បង់នឹងការគ្រប់គ្រងខ្លួនទៅហើយដោយវាយមីកាសាដែលបណ្ដាលឲ្យខ្លួនឯងរបួសទៅវិញសមាជិករួមក្រុមដែលចាត់ឲ្យមកការពារ Eren នោះក៏បានផ្ដល់សញ្ញាថាបេសកកម្មនេះបរាជ័យហើយដែលជាហេតុនាំឲ្យ Armin មកដល់កន្លែង Eren កំពុងដួលនោះភ្លាមArmin បានចាក់ចូលក្នុងកញ្ចឹងក Eren ហើយបាននិយាយទៅ Eren ថា Eren តើឯងលេងចង់សងសឹកឲ្យម៉ាក់របស់ឯងដែលបានស្លាប់នោះហើយមែនទេឯងលេងចង់សម្លាប់ Titan ទាំងអស់ហើយមែនទេឬក៏ឯងលេងចង់ទៅមើលពិភពលោកខាងក្រៅហើយមែនទេ Eren ពាក្យទាំងនេះហើយបានដាស់ឲ្យ Eren ភ្ញាក់ឡើងហើយលើកដុំថ្មដ៏ធំនេះទៅបិទច្រកចូលដែលបានធ្លុះនោះបានសម្រេចArmin និង Mikasa ក៏បានឆាប់ទៅជួយ Eren ដើម្បីចេញពី form Titan នោះភ្លាមប៉ុន្តែពេលនោះ Titan 2ប៉ុនជញ្ជាំងក៏បានបង្ហាញខ្លួននៅមុខពួកគេក៏ប៉ុន្តែ Eren, Armin និង Mikasa ក៏ត្រូវបានជួយសង្គ្រោះដោយ Captain Levi Ackerman តើនឹងមានរឿងអ្វីកើតឡើងចំពោះ Eren នៅពេលបន្ទាប់ទៀត Eren ត្រូវបានកាត់ទោសដែរទេបន្ទាប់ពីវាយប្រហារគ្នាឯងបែបនេះអញ្ចឹងដើម្បីកុំឲ្យអ្នកទាំងអស់គ្នាខកខាននៅវីដេអូក្រោយទៀតខ្ញុំសូមសំណូមពរឲ្យអ្នកទាំងអស់គ្នាកុំភ្លេចជួយ Subscribe ហើយដាក់រូបកណ្ដឹងផងដើម្បីបានឃើញនៅវីដេអូក្រោយៗទៀតហើយខ្ញុំនឹងសន្យាមកជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយមួយទៀតបាយបាយ